អ្នកប្រវត្តិសាស្ត្របានឲ្យដឹងថាខ្មែរចាប់ទទួលឥទ្ធិពលពីវៀតណាមចាប់ពីក្នុងរាជរបស់ព្រះបាទជ័យជេដ្ឋាទី2មកសាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបេក្ខជនបណ្ឌិតពុំសុមនីរៈមានប្រសាសន៍ឲ្យដឹងតាមរយៈការស្រាវជ្រាវរបស់លោកទៅលើឯកសារប្រវត្តិសាស្ត្រមួយចំនួនថាក៏ជារៀបអបផ្សាយនឹងហើយដែលអតិពលយួនចាប់ផ្ដើមចូលពីព្រោះអីពេលហ្នឹងគឺថាមានបាននិយាយលងលោមកូនស្រីឲ្យពឹងពាក់ដីធ្វើម៉េចឲ្យសំខ្ចីដីជួលដីវឹកហាត់ទាហានដើម្បីយកទៅវាយជាមួយនឹងទ្រិញពីព្រោះអីខ្ញុំអានសៀវភៅមួយដែលខ្ញុំចាំមិនច្បាស់ថាអាម៉ាដេក្លាមហ្នឹងអីហ្នឹងគ្រាន់តែអង្គជើហ្នឹងពេលដែលគាត់រៀបការជាមួយនឹងជ័យជេដ្ឋាហើយអ្នកបម្រើរបស់អង្គជើហ្នឹងទៅដល់500អ្នកស្រីកំមុំ500អ្នកអញ្ចឹងបាទខ្ញុំតែនិយាយថាចុះបើស្រីកំមុំដល់តែ500ហើយចុះអាកន្លោះខ្មែរវាជ្រើមយ៉ាងម៉េចនៅក្នុងរាជវាំងហើយប្រជារាស្ត្រទៀតអាចមានលទ្ធភាពមករស់នៅក្នុងទឹកដីខ្មែរតែម្ដងនៅក្នុងរាជរបស់ព្រះអង្គដោយព្រះអង្គជើហ្នឹងគាត់ចេះតែរៀបរៀងថាឲ្យនៅទៅវាមិនមែនជាការយកទឹកសុទ្ធអីទេគាត់នៅរស់ណាអាហ្នឹងហើយដែលយើងចាប់តាមឥទ្ធិពលចូលមកតាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែររបស់អ្នកនិពន្ធត្រឹងងារបានកត់ត្រាថាព្រះបាទជ័យជេដ្ឋាទី2ទ្រង់សោយទីវង្គតនៅគ្រិស្តសករាជ1628ក្នុងពេលនោះភូមិភាគចាប់ពីព្រៃនគរបារានិងដូនណៃកំពុងស្រកាត្រីទៅទល់នឹងអតីតរាជាណាចក្រចម្ប៉ាមានសុទ្ធតែជនជាតិវៀតណាមមកនៅពាសពេញអស់ទៅហើយព្រះបាទជ័យជេដ្ឋាទី2មានបុត្រជាច្រើនអង្គដូចជាចៅពញាតោចៅពញានូចៅពញាច័ន្ទនិងបុត្រីមួយចំនួនទៀតក្រោយពេលព្រះបាទជ័យជេដ្ឋាទី2សោយទីវង្គតទៅពួកនាម៉ឺនបានយាងព្រះឧទ័យជាប្អូនរបស់ព្រះបាទជ័យជេដ្ឋាទី2ឲ្យឡើងសោយរាជសម្បត្តិតែព្រះអង្គប្រកែកពុំព្រមសោះឡើយព្រះអង្គគ្រាន់តែទទួលឋានៈជាឧភយោរាជកាន់អំណាចបណ្ដោះអាសន្នពីគ្រិស្តសករាជ1628ដល់1629ទម្រាំមានព្រះរាជាឡើងសោយរាជជាអកុសលព្រះឧទ័យបានគួចព្រះហឫទ័យប្រតិព័ទ្ធលើរូបនាងច័ន្ទវតីឬបុប្ផាវតីដែលត្រូវជាគូកំណាន់របស់ចៅពញាតោឯកសារជនជាតិខ្មែរភាគ2សតវត្សទី15ដល់ឆ្នាំ1953របស់ស៊ីប៉ាបានកត់ត្រាថាព្រះអង្គចាកចោលគូដណ្ដឹងនាមច័ន្ទវតីទៅបួសនៅឯអង្គរវត្តក្សត្រីអង្គនេះក៏រៀបអភិសេកជាមួយព្រះឧទ័យដែលត្រូវជាឪពុកមារបស់ព្រះអង្គនិងជាឧបរាជផងដែរឯកសារពងសាវតារនៃប្រទេសកម្ពុជារបស់ក្រសួងសិក្សាធិការបោះពុម្ពនៅភ្នំពេញដោយរោងពុម្ពព្រះបរមរាជវាំងនៅគ្រិស្តសករាជ1952បានកត់ត្រាថាសេចក្តីពិតគឺសម្ដេចព្រះឧទ័យរាជាមានបំណងនឹងដណ្ដើមរាជសម្បត្តិហើយដណ្ដើមយកព្រះនាងបុប្ផាវតីជាព្រះមហេសីព្រះរាជសម្ភារឯកសារប្រវត្តិសាស្ត្រខ្មែររបស់អ្នកនិពន្ធត្រឹងងារដដែលបានឲ្យដឹងទៀតថានៅពេលចៅពញាតោកំពុងបួសនៅនគរវត្តនោះមាននាម៉ឺនទៅសូមយាងព្រះអង្គជាច្រើនលើកទើបព្រះអង្គព្រមចាកសិក្ខាបទមកសោយរាជដោយយកព្រះនាមថាព្រះបាទសម្ដេចព្រះស្រីធម្មរាជាធិរាជរាមាធិបតីនៅរាជធានីកោះឃ្លោកខ្សាច់កណ្ដាលប៉ុន្តែព្រះអង្គពុំបានសោយរាជឲ្យបានយូរអង្វែងទេព្រោះព្រះអង្គមានទំនាស់វិបត្តិជាមួយនឹងព្រះពេទ្យតុលាក្នុងរឿងស្នេហាព្រះអង្គចាប់ព្រះតីប្រតិព័ទ្ធនាងច័ន្ទវតីឡើងវិញគូសង្សារទាំងពីរបានសរសេរលិខិតឆ្លើយឆ្លងគ្នារហូតមានការលួចណាត់ជួបគ្នាទៀតផងព្រះឧទ័យជ្រាបហេតុការណ៍ទាំងនេះព្រះអង្គលើកទ័ពទៅដោយមានពួកប៉ុកទុយហ្គាល់ទៅជាមួយផងព្រះធម្មរាជាឬព្រះរាជសម្ភារឬចៅពញាតោក៏លើកទ័ពចេញច្បាំងតែទុនដៃជាងក៏រត់ចូលបន្ទាយត្រូវវាយបែកទៀតព្រះធម្មរាជាទ្រង់ភៀសព្រះអង្គតាមទូកទៅដល់ស្រុកកញ្ជរបច្ចុប្បន្នស្ថិតក្នុងទឹកដីខេត្តក្រចេះទៅដល់ទីនោះព្រះអង្គរត់ទៅពួនលើចុងត្នោតហើយត្រូវពួកប៉ុកទុយហ្គាល់បាញ់ធ្លាក់មកដីតែមុននឹងសុគតនៅគ្រិស្តសករាជ1634ទ្រង់បានសុំអនុញ្ញាតទុកពេលចាលើស្លឹកត្នោតនៅដំបូន្មានសម្រាប់ឲ្យបច្ឆាជនជាន់ក្រោយកុំលមោបក្នុងកាមតណ្ហាដោយព្រះអង្គចំណែកនាងច័ន្ទវតីត្រូវទទួលទោសប្រហារជីវិតចៅពញានូ
ជាព្រះរាជបុត្រព្រះបាទជ័យជេដ្ឋាទី2បានឡើងសោយរាជសម្បត្តិស្នងព្រះរាមនៅក្រុងឧដុង្គមានជ័យដោយមានព្រះនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះអង្គទងរាជាធិរាជរាមាធិបតីនៅក្នុងរាជរបស់ព្រះបាទអង្គទងរាជាប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយពួកអឺរ៉ុបថ្មីមួយទៀតគឺហូឡង់នៅគ្រិស្តសករាជ1638ព្រះអង្គទងរាជាទ្រង់បានទឿនទាយកដីព្រៃនគរកំពង់ក្របីមកវិញប៉ុន្តែអគ្គមហេសីវៀតណាមរបស់ព្រះជ័យជេដ្ឋាទី2ទ្រង់បានធ្វើអន្តរាគមន៍សុំពន្យាពេលឲ្យបានយូរបន្តិចទៀតលុះព្រះអង្គទងរាជាសោយទីវង្គតទៅនៅគ្រិស្តសករាជ1639ព្រះអង្គទុនរាជបុត្រច្បងព្រះឧទ័យត្រូវបានលើកឲ្យឡើងសោយរាជស្នងព្រះរាមនៅរាជធានីឧដុង្គដោយមានព្រះនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាធិបតីព្រះអង្គទ្រង់មានបុត្រនាមស្រីជ័យជាតិឯព្រះបិតាគឺព្រះឧទ័យទ្រង់គង់នៅជាព្រះឧបយុរាជដដែលនៅគ្រិស្តសករាជ1641ចៅពញាចាន់ព្រះរាជបុត្រពៅព្រះជ័យជេដ្ឋាទី2ដោយអន់ព្រះទ័យមិនបានឡើងសោយរាជបានឲ្យបពួកចូលលុកព្រះរាជវាំងធ្វើគុតបានទាំងសម្ដេចឧបយុរាជនិងព្រះបទុមរាជាក្រោយពីបានធ្វើគុតហើយចៅពញាចាន់បានឡើងសោយរាជសម្បត្តិនៅក្រុងឧដុង្គមានជ័យដោយមានព្រះនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះរាមាធិបតីឬព្រះរាមាធិបតីទី1ព្រះអង្គទ្រង់បានទឿនយកដីព្រៃនគរកំពង់ក្របីពីវៀតណាមមកវិញប៉ុន្តែព្រះអគ្គមហេសីវៀតណាមរបស់ព្រះជ័យជេដ្ឋាទី2បានធ្វើអន្តរាគមន៍ជាថ្មីដោយសុំពន្យាពេលឲ្យបានយូរតទៅទៀតនៅគ្រិស្តសករាជ1658ព្រះអង្គសូនិងព្រះអង្គតន់ជារាជបុត្រព្រះឧទ័យដែលបានគេចផុតពីឧក្រិដ្ឋកម្មពីមុននោះក្រោយពីបានចាត់មន្ត្រីឲ្យទៅបញ្ចុះបញ្ចូលរាជជាសម្ងាត់បានលើកទ័ពទៅច្បាំងជាមួយព្រះរាមាធិបតីទី1តែច្បាំងមិនឈ្នះក៏រត់ទៅពឹងពាក់នឹងអគ្គមហេសីវៀតណាមរបស់ព្រះជ័យជេដ្ឋាទី2ក្សត្រីវៀតណាមនេះមានប្រតិយក្រេវក្រោធយ៉ាងខ្លាំងចំពោះព្រះរាមាធិបតីទី1ក៏បានទូមានស្ដេចខ្មែរទាំងពីរអង្គឲ្យសុំជំនួយពីព្រះចៅក្រុងវេលោកអ្នកនឹងបានជ្រាបពីហេតុការណ៍នៅក្នុងសម័យកាលឧដុង្គបន្តទៀតនៅសប្តាហ៍ក្រោយខ្ញុំអោមឧត្តមវិទ្យុអាស៊ីសេរីពីទីក្រុងភ្នំពេញ